ថ្មីទៀតហើយពុកម៉ែបងប្អូនថ្មីទៀតហើយបាទនៅប្រទេសថៃស្លាប់យោធាទៀតហើយពុកម៉ែបងប្អូននៅខាងថៃយោធាថៃម្នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្តបាទផាត់ធានីក្តៅនៅពេលមុននេះយោធាថៃម្នាក់ត្រូវបានបាត់បង់ជីវិតក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្តផាត់ធានីភាគខាងត្បូងប្រទេសថៃនៅថ្ងៃច័ន្ទទី2ខែមិថុនាឆ្នាំ2025បើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានខៅសតយោធាថៃម្នាក់ដែលមានឈ្មោះថាអាភិឆាតបាទផាផាន់រូបគេបានស្លាប់ដោយសារតែផ្ទុះគ្រាប់បែកដែលបង្កាយលើផ្លូវ highway លេខ4157ក្នុងស្រុកបាទផាណារីគណៈបាទមានសេចក្តីរាយការណ៍មកថាហេតុការណ៍ដែលកើតឡើងនេះគឺពេលដែលយោធាមួយក្រុមធ្វើដំណើរមកពីកម្មវិធីមួយដែលរៀបចំដោយរដ្ឋបាលស្រុកនេះក្រៅពីអ្នកស្លាប់ហើយនោះក៏មានមន្ត្រីយោធា4នាក់ផ្សេងទៀតរងរបួសធ្ងន់ផងដែរក្នុងនោះមានម្នាក់របួសធ្ងន់បាទខ្លាំងហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលាគឺនៅខាងបាទផាតារីភ្លាមសូមជម្រាបជូនផងថាអំពើហិង្សានៅខេត្តភៀកខាងត្បូងប្រទេសថៃមិនថមថយឡើយបើទោះបីជាមានកិច្ចបាទខិតខំប្រឹងប្រែងចរចាសន្តិភាពយ៉ាងណាក៏ដោយការវាយប្រហារដោយហិង្សានៅតែបន្តកើតឡើងជាបន្តបន្ទាប់ត្បិតរដ្ឋមន្ត្រីក្រសួងការពារជាតិលោកភូមិធម្មបាទវីឆាយាឆៃបានចេញបញ្ជារឹតបន្តឹងវិធានការសន្តិសុខនិងបានរំលឹកឡើងវិញនៅការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលថៃក្នុងការបន្តកិច្ចសន្ទនាសន្តិភាពជាមួយនឹងក្រុមបះបោរក៏ដោយបើគិតចាប់តាំងតែពីឆ្នាំ2004មកចំនួនដ៏រ៉ាំរ៉ៃនៅខេត្តភៀកខាងត្បូងប្រទេសថៃបានឆក់យកជីវិតមនុស្សបាទជាង7000នាក់និងបណ្ដាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួសមិនត្រឹមតែប៉ុណ្ណឹងនោះទេភាពចលាចលនៅទីនោះក៏តាមលងបន្លាចដល់អាយុជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋថៃផងដែរបាទអញ្ចឹងនៅថៃហ្នឹងគឺខេត្តភៀកខាងត្បូងគឺមានបាទការគេថាដាក់នៅពុកម៉ែបងប្អូនបាទក្របបែកបាទកបាញ់បហាវាយបហាបាទទៅលើប៉ូលីសទៅលើទាហានថៃជាបន្តដោយសារតែមានក្រុមគេហៅថាចង់បំបែកខ្លួនបាទគឺចង់នេះគេហៅថាផ្ដាច់ខ្លួនពីរដ្ឋាភិបាលនៅខេត្តភៀកខាងត្បូងបាទខេត្តភៀកខាងត្បូងដូច្នេះពុកម៉ែបងប្អូនបាទតកតូនទៅនឹងព័ត៌មាននេះគឺថ្មីមុននេះតែម្ដងតកតូនទៅនឹងខេត្តភៀកខាងត្បូងប្រទេសថៃនេះគឺច្រើនករណីហើយបាទដោយសារតែគេហៅថាមានការមិនចុះសម្រុងគ្នាបាទរវាងយោធាថៃបាទប៉ូលីសថៃជាមួយនឹងប្រជាពលរដ្ឋនៅខាងខេត្តភៀកខាងត្បូងហ្នឹងហើយក៏កើតមានបាទក្រុមបះបោបាទឡើងមកអញ្ចឹងតកតងបាទទៅនឹងព័ត៌មានពុកម៉ែបងប្អូនចូលរួមបញ្ចេញមតិយោបល់បាទម្នាក់មួយផងនឹងសូមជម្រាបលា